កាលពីព្រេងនាយមានប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិតូចមួយពួកគេរស់នៅជាមួយគ្នាយូរឆ្នាំតែគ្មានកូនសោះប្តីជាមនុស្សស្លូតត្រង់ខំធ្វើការរកស៊ីរាល់ថ្ងៃតែប្រពន្ធវិញមានចិត្តក្បត់ហើយលួចមានសហាយដោយប្តីមិនដឹងថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃពេលថ្ងៃក្តៅខ្លាំងគាត់ក៏ចូលសម្រាកក្នុងខ្ទមអ្នកតាមួយចៃដន្យនៅថ្ងៃនោះប្រពន្ធបានរៀបគ្រឿងសែនចំណែកឯប្រពន្ធនៅឯផ្ទះក៏រៀបចំអីវ៉ាន់ដើម្បីទៅបន់ស្រន់អ្នកតាឲ្យជួយធ្វើបាបប្តីខ្លួនបើគាត់ស្លាប់បាត់ទៅខ្ញុំនឹងបាននៅជាមួយសហាយខ្ញុំពេញសិទ្ធនាងបានដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធក៏នឹកឆ្ងល់ហើយចូលទៅពួនក្រោយរូបអ្នកតាអាយ៉ាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះអ្នកតាជួយកាច់ប្តីខ្ញុំឲ្យស្លាប់ផងខ្ញុំមិនស្រឡាញ់គាត់ទៀតទេខ្ញុំចង់យកសហាយធ្វើប្តីដែលលាក់ខ្លួននៅក្រោយរូបអ្នកតាឬហើយខឹងណាស់គាត់ក៏ធ្វើសម្លេងដោយអ្នកតានិយាយថាបើចង់ឲ្យប្តីស្លាប់ត្រូវស្ងោមន់ក្រាបមួយសម្បុកឲ្យវាស៊ីប្រពន្ធជឿស្លុបថាជាសម្លេងអ្នកតាណែនក៏ប្រញាប់ត្រឡប់ទៅផ្ទះធ្វើម្ហូបនោះទុកចាំប្តីល្ងាចឡើងប្តីត្រឡប់មកផ្ទះហើយធ្វើជាស៊ីយ៉ាងឆ្ងាញ់លុះស៊ីរួចគាត់ក៏ធ្វើជាឈឺដេកធ្ងរតែមិនក៏ស្រាប់តែថប់ដង្ហើមម្លេះប្រពន្ធឃើញដូច្នោះអរចិត្តខ្លាំងណាស់នាងគិតថាពាក្យអ្នកតាស័ក្តិសិទ្ធិពិតមែនយប់នោះនាងក៏លួចបើកទ្វារឲ្យសហាយចូលមកដេកក្នុងផ្ទះតែប្តីមិនតាន់ស្លាប់ទេគាត់លួចឃើញទាំងអស់ភ្លាមនោះប្តីធ្វើជានិយាយថារងាណាស់ដាំទឹកក្តៅឲ្យខ្ញុំងូតបន្ទឹករដករងាខ្លាំងណាស់កែអើយចិត្តស្លាប់ហើយដាំទឹកក្តៅឲ្យគ្នាមុជបន្តិចទៅប្រពន្ធក៏ប្រញាប់ដាំទឹកលុះទឹកពុះប្តីក៏ឲ្យនាងទៅដងទឹកត្រជាក់មកលាយរួចហើយគាត់ក៏ចូលទៅដេកធ្វើជាឈឺធ្ងុះពេលប្រពន្ធចេញផុតប្តីក៏លើកឆ្នាំងទឹកពុះទៅស្រោចសហាយដែលកំពុងលាក់ខ្លួនក្នុងពាងស្រែកមួយសន្ធឹកសហាយក៏ស្លាប់ភ្លាមពេលប្រពន្ធត្រឡប់មកវិញឃើញសហាយស្លាប់ក៏ភ័យញ័រខ្លួនតែមិនហ៊ាននិយាយអ្វីទាំងអស់យប់នោះនាងគិតល្បិចថ្មីក៏ពុំស្ដីយកគ្រាប់ពាងមកបិទចិត្តឈឹងថ្វីក៏មិនអន់ទៅវាមិនទាន់ដេកលក់ទេមេនោះគិតស្មានតែគាត់មិនទាន់ស្លាប់ក៏អន់ទឹកសឹបប្រាប់ពេលនាងយកទឹកមកឲ្យប្តីក៏មិនងូតហើយប្រាប់ថាខ្លួនជាសះស្បើយហើយមិនបាច់ទេកែអើយអញគ្រាន់បើហើយមកឆាប់ចូលដេកទៅលុះព្រឹកប្រហាមឡើងមេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មោចចេញឲ្យរួចផុតពីផ្ទះធ្វើម៉េចទៅអញធ្វើម៉េចយកវាចេញរួចទៅនាងនឹកឃើញដល់ចៅ4នាក់ដែលតែងតែលបលួចអីវ៉ាន់អ្នកស្រុកក្នុងភូមិពួកចៅទាំង4នោះខ្ញុំមានវិធីហើយគិតហើយនាងក៏ដើរខ្ចីសម្ពុតហូលអាវប្រែអ្នកចិត្តខាងយកមកហាលជុំវិញផ្ទះដើម្បីតាក់ទាញភ្នែកចៅនាងបោកចៅ4នាក់ឲ្យសែងពាងដែលមានសាកសពទៅចោលក្នុងព្រៃពួកចៅចូលទៅរករបស់ទាំងនោះពុំឃើញតែពាងមួយចងមាត់យ៉ាងជាប់របស់អស់នេះវាច្បាស់ជាលាក់ក្នុងពាងនេះហើយពួកយើងសែងវាទៅដល់ព្រៃឆ្ងាយអាមួយលូកដៃទៅត្រូវសក់ស្មានថាសូតអាមួយទៀតលូកទៅត្រូវភ្នែកច្រមុះក៏ដឹងថាជាខ្មោចហើយនាំគ្នារត់ព្រាតវៃសូតទុនល្អណាស់វៃខ្មោចទេតើរត់សិនឲ្យបងប្អូនហុកនាងមេបោកហ៊ានបញ្ឆោតយើងឲ្យសែងខ្មោចផងពេលចៅដឹងថាជាខ្មោចពួកវាខឹងយ៉ាងខ្លាំងហើយស្បត់ថានឹងសងសឹកនាងវិញប៉ុន្តែស្រីនោះមានល្បិចច្រើនណាស់ថ្ងៃក្រោយនាងក៏បោកចោលទាំង4ម្ដងទៀតដោយនាំពួកវាទីលួចឲ្យនាយសំពើយកប្រាក់មកខ្លួនឯងចោលទាំង4ខឹងយ៉ាងខ្លាំងហើយរត់តាមរកនាងគ្រប់ទីកន្លែងយប់មួយនាងយើងយកមកលក់សោះឈឺចិត្តណាស់បានប្រាក់ឡើងដេកលើដើមឈើចៃដន្យចៅទាំង4ក៏ឡើងមកដេកលើដើមឈើដូចគ្នាចៅម្នាក់បានជួបនាងនៅលើមែកឈើនាងក៏ប្រើពាក្យផ្អែមល្ហឹមបកថាខ្ញុំស្រឡាញ់តែបងម្នាក់ទេចៅនោះជឿភ្លាមនាងក៏ប្រាប់ថាបើស្រឡាញ់ពិតត្រូវលាតអណ្ដាតស្បាត់
លុះចៅលៀនអណ្ដាតនាងក៏កំដាច់មួយកំណត់ចៅស្រែកលុលលុលរត់ចុះពីដើមឈើចៅ3នាក់ទៀតស្មានថាមានគេដេញចាប់ក៏នាំគ្នារត់បាត់អស់ចុងក្រោយស្រីនោះយកប្រាក់ទាំងអស់ត្រឡប់ទៅរស់នៅជាមួយប្តីវិញធ្វើដោយគ្មានអ្វីកើតឡើងតាំងពីថ្ងៃនោះមកអ្នកភូមិទាំងអស់ក៏នាំគ្នានិយាយថាមនុស្សមានចិត្តក្បត់និងពោពេញទៅដោយល្បិចកលគួរឲ្យខ្លាចជាងខ្មោចទៅទៀត